ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តការរៀនស្រៈជាភាសាចិនដែលយើងអានថាចង់ធីរិនទូអ៊ីនជេបកប្រែថាស្រៈពេញតួចាឥឡូវយើងចាប់ផ្ដើមអានស្រៈពេញតួទាំងអស់គ្នាជឺជឺឈឺឈឺសឺសឺជឺស្រៈទាំង4នេះយើងអានដោយក្រឡោះអណ្ដាតឡើងទៅខាងលើចាសូមស្ដាប់ម្ដងទៀតជឺឈឺសឺជឺជឺជឺឈឺឈឺសឺសឺចំណែកស្រៈទាំង3គឺយើងអានសូរសំឡេងធម្មតាយើងអានថាជឺឈឺសឺអ៊ីអូអ៊ីកន្លែងនេះយើងអានអ៊ីមាត់មូចាអ៊ីយាយើងអានមាត់មូចាយាយៀនអ៊ីនអ៊ឺនយើងអានមាត់មូអ៊ឺនអ៊ីងចាមេរៀនយើងមកដល់ទីបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជម្រាបលា